ជំរាបសួរអំពុំមីងនិងបងប្អូនទាំងអស់គ្នាឲ្យតែថាថ្ងៃឈប់សម្រាកណាបងប្អូនដឹងតែបានដំណើរកំសាន្តទៀតហើយថ្ងៃនេះគេថាបានម្ចាស់ស្រុកងាពឹងឲ្យជូនទៅលេងនៃកាទៀងបងប្អូននិយាយពីថាទឹកធ្លាក់និយាយពីស្អាតមែនតែនទឹកជ្រោះកាទៀងណាហើយសម្រាប់នៅក្នុងការផ្លូវធ្វើដំណើរវិញគឺมันពិបាកឯងបងប្អូនគឺស្រួលមែនតែនអ្វីដែលសំខាន់ទេសភាពស្អាតខ្លាំងមែនតែនរ៉េតឲ្យ10 លើ 10នេះទេសភាពយ៉ាងស្រស់ត្រកាលគយគន់នៃទស្សនភាពមិនចិនណាយណាបងប្អូននេះគឺខាងខ្ញុំបាទបង្ហាញជូននៅវីដេអូក្នុងកំឡុងពេលដែលយើងធ្វើដំណើរអញ្ចឹងណាអ្វីដែលសំខាន់ជាងនោះបងប្អូនហើយនៅក្នុងនោះគឺថាកូនឈើព្រៃឈើដើមធំធំនិងកូនទូចទូចអីនឹងទុំធំនោះនិយាយពីថាឡើងស្ញេះតែម្ដងសំខាន់បំផុតគឺថាព្រៃឈើនៅទីនោះគឺស្រស់ត្រកាលហើយទឹកធ្លាក់អូយឮតែសំឡេងនឹងក៏លក្ខណៈមួយថារំភើបដែរណាខាងខ្ញុំបាទវិញគឺថាឲ្យតែឃើញទេសភាពស្អាតស្អាតដឹងតែផ្ដិតយករូបភាពស្អាតស្អាតនឹងជូនត្រខាងបងប្អូននៅក្នុងការទស្សនាមើលបងប្អូនអ្នកខ្លះដែលអត់ទាន់បាននៅក្នុងការទៅលេងនៅជាមួយនឹងទឹកជ្រោះកាទៀងនេះមកទស្សនាវីដេអូរបស់ខាងខ្ញុំបាទទាំងអស់គ្នាហើយបើសិនបានទស្សនាចង់ទៅលេងអាចទៅលេងបានណាអរគុណទឹកជ្រោះកាទៀងនេះគឺស្ថិតនៅក្នុងខេត្តរតនគិរីហើយសម្រាប់ខាងបងប្អូនប្រហែលជាអាចនឹងដឹងណាព្រោះថាខាងខ្ញុំបាទចូលចិត្ត review ទៅលើនៃទេសភាពស្អាតស្អាតដែលខាងខ្ញុំបាទចែករំលែកនៅក្នុងគណៈនេះផងដែរហើយមិនតែប៉ុណ្ណោះណាបងប្អូនជ្រុងណាក៏ដោយនិយាយពីថាឃើញតែទស្សនភាពបែបនេះណាអារម្មណ៍មួយថាស្រស់ស្រាយ relax តែម្ដងយើងកំពុងតែពិបាកចិត្តយើងកំពុងតែគិតអីរៀងស្មុគស្មាញអញ្ចឹងណាពេលដែលយើងបានឃើញទឹកធ្លាក់អញ្ចឹងហើយស្ដាប់សំឡេងរហឹមលក្ខណៈមួយថា relax អារម្មណ៍មួយគឺថាស្រស់ស្រាយល្អមែនទែនអញ្ចឹងអ៊ំពូមីងដែលកំពុងតែគិតកន្លែងដំណើរកំសាន្តមកទស្សនាជាមួយនឹងខាងខ្ញុំបាទទាំងអស់គ្នានេះហើយបានម្ចាស់ស្រុកជូនដើរហើយទៅអូនិយាយពីថាខប់សេរីបាទកន្លែងនេះគឺមានកញ្ចុះមួយសម្រាប់នៅខាងលើនឹងគឺថាមកល្មមតែម្ដងជាមួយនឹងគ្រួសារ2 3គ្រួសារហ្នឹងណាបងប្អូនបើសិនជាបងប្អូនយើងមកទីនេះសុំធ្វើអីយកមកញ៉ាំគឺថាលក្ខណៈមួយថា perfect តែកុំភ្លេចពេលដែលយើងទៅវិញត្រូវខ្ចប់សម្រាប់យកទៅបោះចោលផងណាដើម្បីសម្អាតបរិស្ថាននិងចូលរួមនៅក្នុងការការពារបរិស្ថានទាំងអស់គ្នាកុំឲ្យមានសម្រាមទី2គឺយើងរួមចំណែកជាមួយនឹងការការពារទៅលើនៃធម្មជាតិផងដែរเนาะហើយបើថាទឹកធ្លាក់ហើយនឹងទឹកអាខាងលើនឹងនិយាយពីថាស្អាតខ្លាំងមែនតើខាងខ្ញុំបាទ review ជូនត្រខាងបងប្អូនយើងមិនចិនណាយជាមួយនឹងការផ្ដល់ជូនទេព្រោះថាទស្សនភាពបែបនេះខាងខ្ញុំបាទចូលចិត្តចែករំលែកបើសិនជាស្អាតគឺប្រាប់ថាស្អាតព្រោះថាលេចធ្លោតែម្ដងគ្រាន់តែឃើញទឹកហូរនឹងអារម្មណ៍មួយថាពេញចិត្តបាត់ទៅហើយបងប្អូនហើយអញ្ចឹងអ៊ំពូមីងក៏ដូចជាខាងបងប្អូនដែលធ្លាប់ទៅគាត់ដឹងហើយណាពេញទស្សនភាពបែបអញ្ចេះហើយបើសិនជាអ្នកដែលអត់ទាន់បានទៅទេអាចទៅលេងបានខេត្តរតនគិរីពោពេញទៅដោយនៅរមណីយដ្ឋានបែបលក្ខណៈធម្មជាតិបើសិនជាខាងបងប្អូនយើងគ្រប់គ្រងខាងខ្ញុំបាទកាន់តែច្រើនខាងខ្ញុំបាទនឹងដើរ review ជូនត្រខាងបងប្អូនគ្រប់កលៈទេសៈជាពិសេសទៅណាក៏ថតដែរបងប្អូនបាទដើម្បីខាងលោកអ្នកបានស្គាល់ដែរអញ្ចឹងណាទៅណាមកណាមានវីដេអូទៅណាមកណាមានរូបភាពបាទនេះហើយដែលគេហៅថាកម្រងនៃអនុស្សាវរីយ៍គ្រប់វីដេអូដែលខាងខ្ញុំបាទបង្ហាញជូនត្រខាងបងប្អូនឲ្យបានទស្សនាតាមរយៈវីដេអូដែលខាងខ្ញុំបាទផ្ដល់ជូនផងដែរនិយាយពីថាបរិយាកាសស្អាតមែនទែនជ្រុងណាក៏ស្អាតដែរបងប្អូនខាងលើខាងក្រោមខាងឆ្វេងខាងស្ដាំនិយាយពីថាលេចធ្លោហើយបើថាទឹកវិញធ្លាក់ទៅខាងក្រោមមកបងប្អូនហើយចាំមកគេហៅទឹកជ្រោះមែនហូរពីលើធ្លាក់ទៅក្រោមខ្ពស់ណាបងប្អូនខាងខ្ញុំបាទទៅដល់លក្ខណៈមួយថាហូរឡើងចេញផ្សែងហើយអ្វីដែលសំខាន់គឺទិដ្ឋភាពឡើងស្អាតតែម្ដងទេសភាពយ៉ាងស្រស់ត្រកាលណាបងប្អូនណាមួយបងប្អូនណានិយាយថាទឹកធ្លាក់ខ្លាំងមែនទែនខាងខ្ញុំបាទឃើញហើយលក្ខណៈមួយថាអារម្មណ៍វិញគឺចង់តែងូតទឹកនឹងតែម្ដងបើសិនតែអាចនៅខាងក្រោមនឹងវិញអូយអែមមែនទែនអញ្ចឹងនេះគឺជាខាងលើជាមួយតិចខាងខ្ញុំបាទនឹងផ្ដល់ជូនដល់ខាងបងប្អូននៅទស្សនានៅខាងក្រៅម្ដងណាមានជាមួយនឹងផ្លូវចូលបាទក៏ដូចជាតកតងទៅលើនៃរបាំងថ្មអីចឹងទៅឃើញនិយាយថាតំណងលក្ខណៈមួយថាដូចរូងភ្នំអញ្ចឹងបងប្អូនចូលទៅលក្ខណៈមួយថាសប្បាយមែនទែនហើយតិចចិត្តបាទព្រោះថានៅទីនោះគឺក្របដណ្ដប់ទៅដល់នៅជាមួយនឹងចំហាយទឹកបងប្អូនលក្ខណៈមួយថាតិចស្រួលហើយបើយើងមានអីញ៉ាំទៅញ៉ាំនៅកញ្ចក់ខាងលើក៏បានខាងក្រោមក៏បានដែរតែបើសិនខាងខ្ញុំបាទ recommend ណាបងប្អូនយកអីមកតិចតួចបានហើយបងប្អូនយើងញ៉ាំហើយយើងទៅខ្ចប់យកទៅបាត់ចោលស្រួលអីចឹងណាហើយបើដែលសំខាន់គឺយើងអាចដើរថតកន្លែងស្អាតបានច្រើនមែនទែនហើយបើសិនខាងបងប្អូនណាគាត់ថាអូចង់ដើរលេងជាមួយនឹងខាង admin
ចូលទៅឆាតជាមួយនឹងខាង admin មកបាទបបួរខ្សែអាទិត្យហ្នឹងគឺថាទំនេរតែម្ដងចែករំលែកនៅវីដេអូបាទដំណើរកំសាន្តជាមួយនឹង admin ទាំងអស់គ្នាណាកុំភ្លេចបាននៅវីដេអូថ្មីចេញពី channel របស់ admin ហើយចូល subscribe ឲ្យម្នាក់មួយផងអ្នកដែលបានទស្សនានៅវីដេអូរបស់ខាងខ្ញុំបាទណោះបាទឃើញបងប្អូននេះគឺជារបាំងថ្មបាទលក្ខណៈមួយថាចូលទៅឡើងទៅចាក់លហឹមហើយត្រូវជាមួយនឹងចំហាយទឹកទៀតមកអារម្មណ៍មួយថា relax តែម្ដងណាយើងកំពុងតែស្មុគស្មាញអីគិតអីអត់សូវចេញអញ្ចឹងណាមកមិនទឹកជ្រោះកាទៀងលក្ខណៈមកហើយចង់មកទៀតព្រោះថាទស្សនវិជ្ជាបែបនេះគឺមិនងាយទេណាបងប្អូនហើយយូរយើងបានដំណើរកំសាន្តម្ដងអញ្ចឹងកុំភ្លេចជាមួយនឹងកន្លែងនេះណាហើយបរិយាកាសល្អបងប្អូនអើយមកទស្សនាទាំងអស់គ្នាហើយសម្រាប់ការ admin ថ្ងៃនេះរៀងស្រស់ស្រាយបន្តិចណាហើយបាច់ញើសជោគក៏ប៉ុន្តែនៅញញឹមស្រស់ទៀតព្រោះថាដើរឡើងចុះចដើបងប្អូនហើយនេះគឺជាខាងបងប្អូនជនជាតិបរទេសដែលគាត់បានមកលេងនៅទីនេះបាទគាត់ខកឃើញខ្ញុំគឺគាត់លើកដៃ hello គាត់ទៅវិញមុនអញ្ចឹងណាបាយបាយអញ្ចឹងទៅបាទគាត់សួស្ដីយើងនិយាយទៅគឺរស់រាយមែនតែនហើយយើងក៏រស់រាយទៅទៀតអញ្ចឹងធ្វើឲ្យខេត្តរតនគិរីមួយនេះតាក់ទាញភ្ញៀវទេសចរច្រើនមែនតែនទាំងជាតិនិងអន្តរជាតិដែលគាត់ទៅលេងកម្សាន្តអញ្ចឹងណាសូម្បីតែខាងខ្ញុំបាត់ទៅណែមកណាក៏ដោយគឺថាចូលចិត្តរស់រាយអត់ចូលចិត្តមុខកម្ៅទេបងប្អូននិយាយទៅគឺថាយើងលក្ខណៈមួយថាជាមនុស្សដែលរស់រាយគ្មានពីរលើលោកណាអរគុណបរិយាកាសល្អចែករំលែកទៅដល់ខាងបងប្អូនអញ្ចឹងលោកអ្នកទស្សនាឲ្យមិនចំណាយមានតែប៉ុណ្្នេះទេបាទវីដេអូរបស់ខាងខ្ញុំបាទជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ